ទូកទី13ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេហើយនឹងអេរ៉ុនថាបើមនុស្សណាកើតមានពកឬដំបៅឬស្នាមអ្វីក្រហមនៅស្បែកដែលคล้ายទៅជាឃ្លុះនៅក្នុងសាច់នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអេរ៉ុនដ៏ជាសង្ឃឬទៅឯកូនណាមួយរបស់លោកដែលនឹងធ្វើជាសង្ឃក៏បានត្រូវឲ្យសង្ឃពិនិត្យមើលរោគដែលនៅក្នុងសាច់អ្នកនោះបើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាសហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែកនោះគឺជាឃ្លុងហើយត្រូវឲ្យសង្ឃពិនិត្យមើលហើយប្រាប់ថាជាស្មោកគ្រោកតែបើសិនជាស្នាមដែលនៅស្បែកនោះសវិញមើលទៅមិនមែនខូងទាបជាងស្បែកទេហើយបើរោមមិនបានទៅជាសនោះត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលមានរោគនោះទុកនៅ7ថ្ងៃរួចដល់ថ្ងៃទី7ត្រូវពិនិត្យមើលម្ដងទៀតបើមើលទៅស្មានថារោគនៅតែដដែលមិនបានរៀលទៅក្នុងស្បែកទេនោះត្រូវបង្ខាំងអ្នកនោះនៅ7ថ្ងៃទៀតរួចដល់ថ្ងៃទី7ត្រូវឲ្យសង្ឃពិនិត្យមើលម្ដងទៀតបើរោគអន់ថយហើយមិនបានរៀលក្នុងស្បែកទេនោះត្រូវប្រកាសថាអ្នកនោះស្អាតវិញគ្រាន់តែជាស្រែងប៉ុណ្ណោះរួចអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញនោះនឹងបានស្អាតហើយតែបើដំបៅរៀលធំឡើងនៅក្នុងស្បែកក្រោយដែលសង្ឃបានពិនិត្យមើលព្រមទាំងប្រកាសថាជាស្អាតហើយនោះត្រូវឲ្យបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្ដងទៀតត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថាដំបៅនោះបានរៀលជាខ្លាំងឡើងនៅក្នុងស្បែកនោះត្រូវប្រកាសថាជាស្មោកគ្រោកវិញគឺជាឃ្លុងហើយកាលណាមានរោគឃ្លុងកើតឡើងដល់មនុស្សណានោះត្រូវតែនាំទៅឯសង្ឃត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះបើឃើញមានពកសសនៅនាស្បែកដែលបានធ្វើរោមឲ្យទៅជាសហើយមានសាច់ស្រស់នៅក្នុងពកនោះគឺជាឃ្លុងចាស់នៅក្នុងសាច់ហើយត្រូវឲ្យសង្ឃប្រាប់ថាជាស្មោកគ្រោកមិនបាច់នឹងបង្ខាំងទុកទេព្រោះជាស្មោកគ្រោកហើយបើកាលណារោគឃ្លុងនោះចេញមកគ្រប់នៅនាស្បែកហើយបានរៀបពេញខ្លួនអ្នកដែលមានរោគនោះចាប់តាំងពីក្បាលរហូតដល់ជើងនៅសពកន្លែងដែលសង្ឃមើលឃើញនោះត្រូវឲ្យពិនិត្យមើលអ្នកនោះបើឃើញថារោគឃ្លុងបានរៀលពេញខ្លួនហើយនោះត្រូវប្រកាសថាអ្នកដែលមានរោគនោះជាស្អាតវិញត្បិតបានត្រឡប់ជាសទាំងអស់ហើយគឺស្អាតទេតែបើកាលណាឃើញមានសាច់ស្រស់នោះស្មោកគ្រោកវិញត្រូវឲ្យសង្ឃពិនិត្យមើលសាច់ស្រស់នោះរួចប្រកាសថាអ្នកនោះស្មោកគ្រោកពិតសាច់ស្រស់នោះស្មោកគ្រោកហើយគឺជាឃ្លុងឬបើសាច់ស្រស់នោះទៅជាសទៅវិញអ្នកនោះត្រូវមកឯសង្ឃម្ដងទៀតត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថារោគនោះបានត្រឡប់ជាសមែននោះត្រូវប្រកាសថាអ្នកដែលមានរោគបានជាស្អាតវិញគឺជាស្អាតទេកាលណាកើតមានបោះនៅនាស្បែកហើយបានសះទៅរួចនៅត្រង់កន្លែងបោះនោះកើតមានពកសឬស្នាមក្រហមព្រឿងនោះត្រូវបង្ហាញឲ្យសង្ឃមើលត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញស្នាមនោះដូចជាខូងទាបជាងស្បែកហើយរោមបានត្រឡប់ទៅជាសនោះត្រូវប្រកាសថាអ្នកនោះស្មោកគ្រោកពិតគឺជាឃ្លុងដែលលេចពីបោះនោះមកហើយតែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរគឺចង់ក្រៀមហើយនោះត្រូវបង្ខាំងអ្នកនោះទុកនៅ7ថ្ងៃបើរោគនោះរាលដាលធំឡើងនៅនាស្បែកនោះត្រូវប្រកាសថាអ្នកនោះស្មោកគ្រោកពិតគឺជាឃ្លុងហើយតែបើស្នាមក្រហមនោះនៅនឹងដដែលមិនបានរាលដាលទេគ
គឺគ្រាន់តែជាស្នាមបោះប៉ុណ្ណោះនោះត្រូវឲ្យសង្ឃប្រកាសថាអ្នកនោះស្អាតទេបើកាលណាស្បែកបានត្រូវរលាកភ្លើងហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមព្រឿងឬសក្តីនោះត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថារោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយមើលទៅដូចជាខូងទាបជាងស្បែកដែរនោះគឺជាឃ្លុងដែលបានលេចមកត្រង់ស្នាមរលាកនោះត្រូវឲ្យសង្ឃប្រកាសថាអ្នកនោះស្មោកគ្រប់ពិតគឺជាឃ្លុងហើយតែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេក៏មិនខូងទាបជាងស្បែកដែរគឺបានក្រៀមហើយនោះត្រូវបង្ខាំងអ្នកនោះទុកនៅ7ថ្ងៃរួចដល់ថ្ងៃទី7ត្រូវពិនិត្យមើលម្ដងទៀតបើរោគនោះបានរាលដាលធំឡើងនៅនាស្បែកនោះត្រូវប្រកាសថាអ្នកនោះស្មោកគ្រប់ពិតគឺជាឃ្លុងហើយតែបើស្នាមក្រហមនោះនៅនឹងដដែលមិនបានរាលដាលទៅទៀតទេគឺបានក្រៀមហើយនោះគឺជាស្នាមផ្ដួចឡើងត្រង់កន្លែងរលាកទេត្រូវឲ្យសង្ឃប្រកាសថាអ្នកនោះជាស្អាតវិញនោះគ្រាន់តែជាកម្លាំងដ៏ប៉ុណ្ណោះបើកាលណាប្រុសឬស្រីណាកើតមានរោគនៅក្បាលឬចង្កានោះត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញដូចជាខូងទាបជាងស្បែកមានទាំងរោមឆ្មាលឿងស្លាំងនោះត្រូវប្រកាសថាអ្នកនោះស្មោកគ្រប់ពិតគឺជាទីមៅជាឃ្លុងនៅក្បាលឬនៅចង្កាតែបើសង្ឃមើលទៅរោគទីមៅនោះឃើញថាមិនខូងទាបជាងស្បែកទេក៏គ្មានរោមខ្មៅផងនោះត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅ7ថ្ងៃរួចដល់ថ្ងៃទី7ត្រូវពិនិត្យមើលម្ដងទៀតបើឃើញថារោគនោះមិនបានរាលដាលទៅទៀតទេហើយគ្មានរោមដែលលឿងស្លាំងផងក៏មិនឃើញមានភាពខូងទាបជាងស្បែកដែរនោះត្រូវកោរឲ្យអ្នកនោះចេញតែត្រង់កន្លែងដែលកើតរោគនោះមិនត្រូវកោរទេហើយត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលកើតរោគនោះទុកនៅ7ថ្ងៃរួចដល់ថ្ងៃទី7ត្រូវពិនិត្យមើលម្ដងទៀតបើរោគនោះមិនបានរាលដាលនៅស្បែកហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេនោះត្រូវឲ្យសង្ឃប្រកាសថាជាស្អាតវិញហើយអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញនោះនឹងបានស្អាតហើយតែបើរោគនោះរាលដាលធំឡើងនៅនាស្បែកក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយនោះត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថាបានរាលដាលនៅនាស្បែកមែននោះមិនបាច់រករោមដែលលឿងស្លាំងទេបិទជាមនុស្សស្មោកគ្រប់ហើយបើសង្ឃមើលទៅស្មានថារោគនៅជានឹងដដែលហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅនោះរោគទល់មើបានជាហើយគឺជាស្អាតទេត្រូវឲ្យសង្ឃប្រកាសថាអ្នកនោះស្អាតពិតបើកាលណាមនុស្សប្រុសឬស្រីណាកើតមានស្នាមភ្លឺគឺជាស្នាមសភ្លឺនោះត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថាស្នាមភ្លឺនៅក្នុងស្បែកអ្នកនោះបែបសនោះគឺជាស្រែងដែលបានកើតមកនៅស្បែកអ្នកនោះស្អាតទេបើអ្នកណាជ្រុះសក់ក្បាលអស់អ្នកនោះទំពេកហើយតែស្អាតទេបើបានជ្រុះសក់ក្បាលត្រង់ចំហៀងខាងមុខអ្នកនោះឆក់ហើយតែស្អាតទេប៉ុន្តែបើមានដំបៅក្រហមព្រឿងនៅកន្លែងទំពេកខាងលើឬខាងមុខនោះគឺជាឃ្លុងដែលចេញមកនៅកន្លែងទំពេកនោះទោះខាងលើឬពីមុខក្តីត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះបើឃើញថាព
កដំបៅនោះមានសម្បុរក្រហមព្រឿងនៅកន្លែងដែលទំពេកត្រង់ខាងលើឬពីមុខមើលទៅដូចជាឃ្លុងដែលកើតនៅនាស្បែកឯទៀតដែរនោះគឺជាឃ្លុងហើយជាមនុស្សស្មោកគ្រោកត្រូវឲ្យស្រង់ប្រកាសជាកំខានថាអ្នកនោះស្មោកគ្រោកពិតត្បិតមានរោគនៅលើក្បាលហើយឯមនុស្សណាដែលកើតឃ្លុងនោះត្រូវឲ្យស្លៀកពាក់កណ្ដាចហើយនៅក្បាលទទេត្រូវគ្របបបោមាត់ខាងលើហើយស្រែកថាខ្ញុំស្មោកគ្រោកខ្ញុំស្មោកគ្រោកអ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ចគ្រប់វេលាដែលនៅមានរោគនៅឡើយអ្នកនោះជាមនុស្សស្មោកគ្រោកពិតត្រូវឲ្យនៅតែឯងហើយមានទីលំនៅជាខាងក្រៅទីដំឡើងត្រសាផងឯសម្លៀកបំពាក់ដែលមានរោគឃ្លុងទោះបើធ្វើពីរោមចៀមឬពីក្លូតទេសទោះបើតាមអំបោះអន្ទងឬអំបោះចាក់ពីអំបោះក្លូតទេសនិងពីរោមចៀមក្តីឬកើតនៅស្បែកឬរបស់អ្វីធ្វើពីស្បែកក្តីបើរោគនោះមានសម្បុរបៃតងខ្ចីឬក្រហមព្រឿងនៅក្នុងសម្លៀកបំពាក់នោះទោះតាមអំបោះអន្ទងឬតាមអំបោះចាក់ឬនៅស្បែកនោះឬរបស់អ្វីធ្វើពីស្បែកក្តីនោះគឺជារោគឃ្លុងហើយត្រូវឲ្យបង្ហាញដល់សង្ឃត្រូវឲ្យសង្ឃពិនិត្យមើលរួចយករបស់ដែលមានរោគនោះទៅបង្ខាំងទុកគ្រប់7ថ្ងៃដល់ថ្ងៃទី7ត្រូវពិនិត្យមើលម្ដងទៀតបើឃើញថាបានរាលដាលធំឡើងនៅសម្លៀកបំពាក់នោះទោះបើតាមអំបោះអន្ទងឬអំបោះចាក់ឬនៅស្បែកនោះដែលជាស្បែកប្រើធ្វើការអ្វីក៏ដោយនោះគឺជារោគដែលស៊ីបង្ខូចរបស់នោះស្មោកគ្រោកហើយត្រូវដុតសម្លៀកបំពាក់នោះចោលទោះបើធ្វើពីរោមចៀមឬពីក្លូតទេសដែលកើតតាមអំបោះអន្ទងឬអំបោះចាក់ក្តីព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផងត្បិតរោគនោះគឺជាឃ្លុងដែលស៊ីបង្ខូចត្រូវដុតនឹងភ្លើងទៅតែបើសង្ឃពិនិត្យមើលទៅឃើញថារោគនោះមិនបានរាលដាលឡើងនៅសម្លៀកបំពាក់នោះទេទោះបើតាមអំបោះអន្ទងឬតាមអំបោះចាក់ក្តីឬនៅរបស់អ្វីដែលធ្វើពីស្បែកនោះដែរនោះត្រូវឲ្យសង្ឃបង្គាប់ឲ្យលាងរបស់ដែលមានរោគនោះចេញរួចត្រូវយកទៅបង្ខាំងទុក7ថ្ងៃទៀតក្រោយដែលបានលាងរួចហើយនោះត្រូវឲ្យសង្ឃពិនិត្យមើលទៀតបើឃើញថារោគនោះមិនបានប្រែសម្បុរទេក៏មិនបានរាលដាលឡើងផងរបស់នោះស្មោកគ្រោកហើយត្រូវដុតចោលក្នុងភ្លើងទៅត្បិតជារោគស៊ីបង្ខូចពិតទោះបើនៅខាងក្នុងឬខាងក្រៅក្តីបើសង្ឃពិនិត្យមើលឃើញថារោគនោះចង់ស្រអាប់ហើយក្នុងពេលក្រោយដែលបានលាងចេញនោះត្រូវហែកត្រង់ដុំនោះពីសម្លៀកបំពាក់ឬពីស្បែកនោះពីអំបោះអន្ទងឬពីអំបោះចាក់យកចេញរួចបើចេះតែលិចមកនៅសម្លៀកបំពាក់នោះទៀតទោះតាមអំបោះអន្ទងឬតាមអំបោះចាក់ឬនៅរបស់អ្វីធ្វើពីស្បែកក្តីនោះគឺជាដំនួចរោគឃ្លុងហើយត្រូវតែយករបស់ដែលមានរោគនោះទៅដុតនឹងភ្លើងទៅតែសម្លៀកបំពាក់ណាទោះតាមអំបោះអន្ទងឬតាមអំបោះចាក់ក្តីឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយបើសិនជារោគនោះចេញជ្រះស្រឡះនោះត្រូវលាងម្ដងទៀតរួចនឹងបានស្អាតនេះហើយជាច្បាប់ខាងឯរោគឃ្លុងនៅក្នុងសម្លៀកបំពាក់ដែលធ្វើពីរោមចៀមឬក្លូតទេសទោះបើតាមអំបោះអន្ទងឬតាមអំបោះចាក់ឬនៅរបស់អ្វីធ្វើពីស្បែកក្តីដើម្បីឲ្យចេះសម្រេចថានេះស្អាតនេះមិនស្អាត